នេះគឺជាទេសភាពដ៏ស្រស់ស្អាតនៅលើភ្នំគូលែនបូករួមជាមួយនឹងការរៀបចំដេគ័រតុបតែងចម្រុះជាមួយដើមឈើធំតូចជាច្រើននៅលើភ្នំមិនសូវជាក្តៅប៉ុន្មានទេដោយសារតែមានដើមឈើច្រើននិងទៀងថ្មធំដែលផ្ដល់នូវធាតុត្រជាក់នៅលើភ្នំគូលែននេះកាលពីសតវត្សទី9គឺជាអតីតរាជធានីបុរាណមហិន្ទ្របរិព័ទ្ធគឺថាមានភាពល្បីល្បាញខ្លាំងផ្នែកវប្បធម៌ប្រវត្តិសាស្ត្រនិងជារាជធានីដំបូងគេបង្អស់នៃអាណាចក្រអង្គរនៅទីនេះដែរគឺមានឈ្មោះជាផ្លូវការថាឧទ្យានជាតិព្រះជ័យវរ្ម័ននរោត្តមភ្នំគូលែនដែលស្ថិតនៅក្នុងឃុំខ្នងភ្នំស្រុកស្វាយលើហើយនិងស្រុកវរិនចម្ងាយ60គីឡូម៉ែត្រពីក្រុងសៀមរាបប្រហែលជាតែ25គីឡូម៉ែត្រទេពីប្រាសាទបន្ទាយស្រីចំពោះភ្ញៀវទេសចរភាគច្រើនដែលទៅលេងនៅខេត្តសៀមរាបហ្នឹងគឺថាកម្រនឹងរំលងរមណីយដ្ឋានទេសចរបែបធម្មជាតិនិងប្រវត្តិសាស្ត្រនេះណាស់ដោយសារតែនៅតំបន់ភ្នំគូលែននេះគឺមានកន្លែងទេសនាជាច្រើនបើតាមនាងខ្ញុំចាំបានដូចជាជាង80កន្លែងហើយនៅនឹងជើងភ្នំគូលែនហ្នឹងក៏មានកន្លែងដែលយើងអាចដើរមើលបានដែរដូចជាសួនកែះគោលហើយយើងឡើងមកលើបន្តិចគឺពើងតខកហើយនឹងនៅខាងលើភ្នំគូលែនមានដូចជាលឹង1000ហើយនឹងទឹកជ្រោះហើយមានព្រះអង្គធំបាននិយាយទៅច្រើនណាស់បងប្អូននៅលើភ្នំគូលែននេះមានវត្តតូចមួយដែលមានតម្កល់ពុទ្ធបដិមាមួយអង្គតម្រិតព្រះកាយរូបនេះគឺឆ្លាក់ចេញពីផ្ទាំងថ្មភ្នំនៅទីនេះតែម្ដងដែលគេហៅថាព្រះអង្គធំភ្នំគូលែនហើយទីតាំងកន្លែងនេះដែរគឺជាកន្លែងដែលគេចាក់ទឹកដើម្បីសុំសិរីសួស្តីពីលង្ឃព្រះសិវៈនេះហ៎បងប្អូនហើយនាងខ្ញុំក៏ចេះតែឈប់មើលទៅដោយសារតែនាងខ្ញុំគឺជាមនុស្សម្នាក់ដែលអត់ជឿទៅលើផ្លូវក្នុងឬក៏អបិយជំនឿអីទេសាច់ក្រាហើយលើកញ៉ាំមើលវិញញ៉ាំម្ដងដូងនេះមិនដឹងហាទឹកប្រហែលលីត្រទេចុះ1លីត្រជាងហ្នឹងច្រើនណាស់នេះតិចនេះអត់តិចទេរកផឹកខ្លួនឯងសោះសម្រាប់ខ្លួនឯងយន់នោះចានៅកន្លែងនេះគឺថានាងខ្ញុំពិតជាពិបាកនៅក្នុងការរៀបរាប់ប្រាប់បងប្អូនឲ្យបានដឹងពីអារម្មណ៍របស់នាងខ្ញុំដែលបានទៅផ្ទាល់និងអារម្មណ៍របស់បងប្អូនដែលមើលតាមវីដេអូនាងខ្ញុំយល់និងដឹងច្បាស់ថាអារម្មណ៍ហ្នឹងគឺអត់ដូចគ្នាទេនៅពេលដែលទៅដល់គឺយើងមានអារម្មណ៍ថាពិតជាមិនគួរឲ្យជឿលក្ខណៈថាអស្ចារ្យឆារយៈនាងខ្ញុំអាចនិយាយបានអញ្ចឹងដោយសារតែនៅស្ទឹងភ្នំគូលែនផ្នែកខាងលើមិនមែនជាកន្លែងលេងទឹកជាកន្លែងអភិរក្សមិនអនុញ្ញាតឲ្យចូលឬក៏ចុះលេងទឹកនោះទេដោយសារតែនៅទីតាំងនេះគឺជាកន្លែងដែលពោពេញទៅដោយចម្លាក់លឹងចាគឺថាចាប់ពីនាងខ្ញុំក៏មិនច្បាស់ថាចាប់ពីត្រង់ណាដែរប៉ុន្តែចាប់ពីកន្លែងដែលនាងខ្ញុំដើរចូលពីផ្លូវចូលរហូតដល់កន្លែងរឿងព្រៃបងប្អូនហួរកន្លែងអណ្ដូង7ពណ៌គឺក្រាលពោពេញទៅដោយចម្លាក់លឹងរបស់ព្រះសិវៈអមជាមួយនឹងសំឡេងសត្វយំល្វើយជាមួយនឹងក្លិនព្រៃចាគឺក្លិនព្រៃចេញពីលើភ្នំនឹងតែម្ដងហើយគឺថាបរិយាកាសបែបហ្នឹងគឺថាពិបាកនឹងពិពណ៌នាឲ្យបងប្អូនបានយល់អារម្មណ៍ដោយតែអ្នកទៅផ្ទាល់ណាតើអ្នកធ្លាប់ដើរបានយល់អារម្មណ៍មួយនេះ
អរគុណច្រើនបងប្អូនសម្រាប់ការតាមដានទស្សនានាងខ្ញុំនឹងចែករំលែកវីដេអូល្អៗសម្រាប់បងប្អូននៅលើក្រោយទៀតជម្រាបលាបាយបាយចាជប់សិនបងប្អូនសូមប្រាប់មួយទៀតប្រសិនបើបងប្អូនចង់បានសភៅឬតាក់ទងទៅនឹងការរស់នៅរបស់មនុស្សសម័យមុនឬមួយក៏ប្រវត្តិសាស្ត្រខ្មែរយើងអាចទៅរកទិញបាននៅតាមបណ្ណាគារធំៗឬមួយក៏នៅតាមសារមន្ទីរគឺថាមានសរសេរទាំងអស់ឬក៏អាចរកទិញបានតាមក្នុង Facebook ក៏មានដែរ